បានជំរាបសួរ បាទសួស្តីបាទ លោកគ្រូមានសំណួរមួយទៀតហើយពីអ្នកជំងឺតែគាត់សួរថាតើវ័យណាខ្លះដែលត្រូវតែប្រើថ្នាំទម្លាក់សត្វល្អិតមានដូចជាព្រូនតេញ៉ាប៉ារ៉ាសិតនេះណាគ្រូបាទសូមជឿលោកគ្រូបាទអូខេអរគុណច្រើនតើតើជាមួយនឹងការប្រើហៅថាការសម្អាតរាងកាយរបស់យើងកន្លែងហ្នឹងខ្ញុំចង់លើកចេះវិញបងប្អូនយើងសម័យចេះកៅអៅយើងស្លៀកមួយថ្ងៃយើងបោកអាច2ថ្ងៃ3ថ្ងៃទៅតាមសកម្មភាពជាក់ស្ដែងអូខេពួយខ្នើយរបស់យើងមួយថ្ងៃយើងបោកសម្អាតរៀងយូរដែរបាទរៀងយូរដែរបាទទឹកខែអញ្ចឹងមានខ្លះរាប់ខែខ្លះ2ខែ3ខែទៅតែបោកផងញ៉េបាទអញ្ចឹងហើយយើងកុំឆ្ងល់ថាហេតុអីបានយើងល្មមហេតុអីបានយើងមានសត្វល្អិតហេតុអីបានស្បែកយើងអត់សូវស្អាតអញ្ចឹងតើតើនឹងអនាម័យអញ្ចឹងយើងសម្គាល់ឃើញថាអ្នកដែលមានអនាម័យបានជាប់លាប់ខោអាវការបោសសម្អាតខ្លួនហើយនឹងសម្ភារៈប្រើប្រាស់គាត់មានការបោសសម្អាតត្រឹមត្រូវអញ្ចឹងរាងកាយគាត់តែស្អាតជាងគេតែមានរឿងមួយទៀតគាត់សម្អាតខ្លួនហើយតែនៅតែល្មមទៀតដោយសារតែនៅខាងក្នុងរបស់យើងក៏យើងត្រូវការសម្អាតដូចគ្នាអញ្ចឹងការសម្អាតនៅខាងក្នុងគឺសំដៅទៅលើពួកប៉ារ៉ាស៊ីតពួកអាមីបបាទពួកសត្វល្អិតណាវាមានព្រូនមានអៀនតកូវតេញ៉ាហ្នឹងទៅហើយវាមានពួកសត្វល្អិតខ្លះវានៅតាមសាស្បែកនេះសត្វល្អិតនៅតាមសាស្បែកសត្វល្អិតតាមសាស្បែកហ្នឹងជាមូលហេតុដែលធ្វើឲ្យយើងល្មមដោយសារតែសត្វល្អិតហ្នឹងវាស៊ីស្បែករបស់យើងជាអាហារតែអ្វីដែលជាបញ្ហាដែលគុណវិបត្តិរបស់វាហ្នឹងគឺថាទឹកមាត់របស់វាអញ្ចឹងទឹកមាត់វាធ្វើឲ្យយើងល្មមអញ្ចឹងពេលខ្លះយើងសពគ្រប់បែបយ៉ាងហើយវាធ្វើឲ្យយើងដេកយល់សពច្រើនហើយអ្នកខ្លះឡើងទៅទីកន្ទឿជំរុញឲ្យមកសុខបាត់អស់ហើយកន្លះមកគាត់ទៀតមកនេះពេញខ្លួនបាទអញ្ចឹងដល់ពេលគាត់ទៅលេបថ្នាំពួកសត្វល្អិតទៅពួកថ្នាំព្រូនបាទដែលយើងដឹងថាដូចជាពួកសំតែពួកហ្នឹងគាត់លេបនៅតែល្មមទៀតអញ្ចឹងហើយបានក្រុមហ៊ុនគេបង្កើតជាប៉ារ៉ាវេផ្លឹងដែលជាពពុះវីតាមីនហ្នឹងដែលហៅថាសាប់ពួកសាប់ពីមិនហ្នឹងដើម្បីទៅសម្រាប់ពពុះសត្វល្អិតទាំងអស់ហ្នឹងអញ្ចឹងប៉ារ៉ាវេផ្លឹងវាមានតួនាទីក្នុងការទៅសម្រាប់ពពុះអាមីបពពុះប៉ារ៉ាស៊ីតនៅតាមស្បែកបាទហើយអញ្ចឹងរបៀបនៃការប្រើបានន័យថា6ខែទៅ1ឆ្នាំបើនៅស្រុកគេ1ឆ្នាំគេប្រើម្ដងតែនៅស្រុកខ្មែរយើងតាក់ទងចំណីអាហារតាក់ទងជាមួយនឹងអនាម័យខ្ញុំលើកទៅចិត្ត6ខែហូបម្ដងហើយបើសិនជារយៈពេល4 5ឆ្នាំហើយយើងអត់ដែលសម្រាប់សត្វល្អិតហ្នឹងទេអញ្ចឹងយើងលើកទៅចិត្តឲ្យហូប2កំប៉ុងជាប់គ្នាអញ្ចឹងមួយកំប៉ុងទៅប្រើមួយខែរូបមន្តនៃការប្រើបានន័យថា10ថ្ងៃដំបូងគាត់2គាត់បាទគ្រប់10ថ្ងៃចាប់ពីថ្ងៃទី11ទៅគឺ5កំទៅដល់អស់បាទហើយហាមប្រើសម្រាប់ស្ត្រីដែលមានផ្ទៃពោះនិងកំពុងឲ្យដល់កូនព្រោះអីហ្នឹងគេចង់ថាយើងត្រូវមានការប្រយ័ត្នប្រយែងចំពោះការជ្រាបចេញតាមទឹកដោះឬក៏ផលប៉ះទង្គិចទៅលើកូនកំពុងតែនៅក្នុងផ្ទៃរបស់គាត់អញ្ចឹងយើងហាមប្រើហើយក្មេងអាយុពី12ឆ្នាំចាប់ពី12ឆ្នាំទៅហូបបានបាទហូបបានហើយលោកគ្រូសូមបញ្ជាក់មួយទៀតណាពពុះសត្វល្អិតនៅក្នុងឈាមឬក៏មេរោគក្នុងឈាមតែមួយមែនទេហ្នឹងគេហៅក្រុមពពុះប៉ារ៉ាស៊ីតពពុះប៉ារ៉ាស៊ីតឬក៏ពពុះអាមីបបាទពពុះសត្វល្អិតវាមានច្រើនក្រុមមែនទែនបាទយើងធ្លាប់ឮថាមានតែអៀនមានតែព្រូនមានតែតេញ៉ាអញ្ចឹងណាបាទពេលខ្លះអៀនហ្នឹងយើងហៅតែទៅដោយសារវាធ្វើនៅតាមរន្ធគូតរបស់យើងណាហើយវារំខានហ្នឹងវារំខានមែនទែនដេកយកសពច្រើនជួនកាលរបស់គូតជួនអីអញ្ចឹងទៅហើយការញ៉ាំប៉ារ៉ាវេគឺល្អបំផុតបាទបង្ហាញទីតាំង clinic របស់ខ្ញុំនៅខាងក្រោយវត្តទូរស័ព្ទរួចល្អបំផុតដែលដាក់ទៅតាម Telegram បាទតាម Telegram គឺយើងដាក់ Telegram នៅលេខទូរស័ព្ទដោយគាត់មានចំណងគាត់អាចសាកសួរបានពីខ្ញុំនិយាយក្នុងការប្រឹក្សាបងប្អូនមានចំណងអាចប្រឹក្សាឆាតមកផ្ទាល់មកតាម page ឬក៏តាម Telegram គឺខ្ញុំរីករាយក្នុងការប្រឹក្សាជូនបាទអញ្ចឹងពីខ្ញុំនិងលោកគ្រូពេទ្យមានប៉ុណ្ណឹងបងប្អូនសូមអរគុណបាទអរគុណច្រើន